អាណិតណាស់ក្មេងស្រីត្រូវឪពុកចុងចាប់រំលោភតាំងពីឆ្នាំ2018រហូតដល់ឆ្នាំ2016បានសម្រេចរាប់រយដងខណៈមួយអាទិត្យ5 ដងក៏មានដែរតែម្ដាយមិនដឹងព្រោះស្រឡាញ់ឪចុងងប់ងល់ពេកមិនជឿសូម្បីកូនស្រីខ្លួនឯងក្មួយក៏ពឹងម្ដាយមីងមករកសារព័ត៌មានឲ្យជួយនិងដាក់ពាក្យបណ្ដឹងដែលបច្ចុប្បន្ននេះគឺខាត់ខ្លួនបានហើយប្តីចុងដែលបានចាប់រំលោភកូនស្រីក្រោយពីដឹងថាប្តីចុងត្រូវបានចាប់ខ្លួនម្ដាយទ្រហោយំអាណិតកូនព្រោះមិនដែលដឹងសោះថាប្តីចុងខ្លួនធ្វើបាបកូនបែបនេះបន្ទាប់ពីកូនស្រីបានមកលួចជួបអ្នកសារព័ត៌មានទំលេរឿងរ៉ាវរហូតធ្វើការខាត់ប្តីចុងជាទីស្រឡាញ់របស់ខ្លួនម្ដាយបានប្រញាប់មកជួបកូនយំរៀបរាប់ទាំងក្តីអាណិតកូនស្រីដោយសារភាពថាម្ដាយពិតជាមិនដឹងថាប្តីចុងរូបនេះធ្វើបាបកូនស្រីម្ដងណាឡើយទោះបីរស់នៅក្រោមដំបូលផ្ទះតែមួយក៏ដោយដោយសារតែក្តីស្រឡាញ់ប្តីចង់ងប់ងល់ពេកធ្វើឲ្យបាំងភ្នែកបាំងគំនិតអស់ករណីឲ្យចង់ចាប់រំលោភ4ឆ្នាំម៉ែបើកដៃកូនស្រីរត់ចេញពីផ្ទះប្តឹងប៉ូលីសក្មេងស្រីម្នាក់បានទម្លាយប្រាប់ថានាងត្រូវបានឪពុកចង់ចាប់រំលោភសេពសន្តិវៈអស់រយៈពេលប្រមាណ4ឆ្នាំមកហើយពោលគឺតាំងពីនាងទើបតែមានអាយុ9ឆ្នាំរហូតមកដល់សពថ្ងៃនាងមានវ័យ13ឆ្នាំក៏នៅតែឪពុកចង់តាមចាប់រំលោភទៀតចំណែកម្ដាយរបស់នាងទោះនាងព្យាយាមប្រាប់យ៉ាងណាក៏មិនខ្វល់ស្ដាប់ជឿតែសម្ដីប្តីចង់ដោយបើកដៃឲ្យចង់បន្តចាប់រំលោភនាងជាបន្តបន្ទាប់រហូតនាងទ្រាំលែងបានក៏រត់ចេញពីផ្ទះនិងប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ករណីឪពុកចង់ចាប់រំលោភកូនស្រីនេះបានកើតឡើងតាំងពីអំឡុងឆ្នាំ2022រហូតមកដល់ឆ្នាំ2026ហើយលើកចុងក្រោយកើតឡើងនៅវេលាម៉ោង3:45នាទីរសៀលថ្ងៃទី3ខែមេសាឆ្នាំ2026នៅក្នុងបន្ទប់ជួលនៅម្ដុំខាងក្រោយរោងចក្រលីលីម្ដុំពោធិ៍ចិនតុងដែលស្ថិតនៅក្នុងសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញកុមារីរងគ្រោះមានអាយុ13ឆ្នាំសពថ្ងៃរស់នៅក្នុងបន្ទុកម្ដាយឪពុកនិងឪពុកចុងដែលជាជនសង្ស័យឈ្មោះសវិសាលអាយុ41ឆ្នាំនិងស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើតាមសម្ដីក្មេងស្រីរងគ្រោះបានរៀបរាប់ថានាងមិនបានស្គាល់ឪពុកបង្កើតឡើយព្រោះតាំងពីធំដឹងក្តីមកឪពុកម្ដាយនាងបានលែងលះគ្នាហើយនាងត្រូវបានជីដូនយកទៅចិញ្ចឹមរហូតមកលុះក្រោយមកម្ដាយមានប្តីក្រោយឈ្មោះសវិសាលរួចក៏បានយកនាងមកនៅជាមួយហើយក៏ត្រូវបានឪពុកចង់ចាប់រំលោភបំពានរាងកាយនាងអស់រយៈពេល4ឆ្នាំគិតជាដងរាប់ភ្លេចទៅហើយក្មេងស្រីរងគ្រោះបានបន្តថាលើកទី1ដែលឪពុកចង់ចាប់រំលោភនាងគឺនាងទើបនឹងមានអាយុ9ឆ្នាំដោយថ្ងៃនោះម្ដាយនាងបានចេញទៅធ្វើការរោងចក្របាត់សល់តែនាងនៅក្នុងបន្ទប់ជួលជាមួយនឹងឪពុកចុងស្រាប់តែពេលនោះឪពុកចុងបានធ្វើសកម្មភាពចាប់រំលោភនាងរហូតបានសម្រេចនិងថែមទាំងគំរាមមិនឲ្យនាងនិយាយរឿងនេះប្រាប់អ្នកណាដាច់ខាតពិសេសម្ដាយរបស់នាងពុំនោះទេគាត់នឹងសម្លាប់នាងចោលមិនខានចំណែករូបនាងដែលខ្លាចត្រូវឪពុកចុងសម្លាប់បំបត្តិមាត់ទើបចេះតែលាក់បាំងមិនហ៊ានទម្លាយប្រាប់ម្ដាយឡើយជាហេតុធ្វើឲ្យឪពុកចុងកាន់តែបានចិត្តចេះតែបន្តចាប់រំលោភនាងជាបន្តបន្ទាប់នៅក្នុងរយៈពេល4ឆ្នាំមកហើយដោយក្នុងមួយខែឪពុកចុងតែងតែរំលោភនាងមិនក្រោម5ទៅ6ដងនោះទេជួនខែខ្លះ10ដងក៏មានពោលគឺរាល់ពេលដែលម្ដាយរបស់នាងមិននៅផ្ទះក្មេងស្រីរងគ្រោះបានបន្តឲ្យដឹងទៀតថារាល់ពេលដែលឪពុកចង់ចាប់រំលោភនាងរួចម្ដងតែងតែនិយាយលួងលោមផងគំរាមផងមិនឲ្យនាងប្រាប់ម្ដាយដាច់ខាតចំណែកនាងក៏មិនហ៊ានប្រាប់ម្ដាយតាមត្រង់ដែរតែពេលខ្លះបានព្យាយាមបង្ហាញប្រាប់ម្ដាយដែរតែម្ដាយមិនចាប់អារម្មណ៍ហើយនាងក៏មិនដឹងថាម្ដាយពិតជាមិនដឹងឬធ្វើមិនដឹងនោះឡើយតែអ្វីដែលនាងដឹងគឺម្ដាយតែងតែស្ដាប់សម្ដីប្តីចុងរបស់គាត់គ្រប់ម៉ាត់សូម្បីរាល់លើកដែលឪពុកចុងវាយធ្វើបាបនាងក៏ម្ដាយមិនហាមឃាត់ឬជួយនាងឡើយដោយគាត់នៅដេកចុចទូរស័ព្ទធ្វើមិនដឹងរហូតដល់ពេលមួយឪពុកចុងវាយនាងដល់ចង់ត្រដោកខ្យល់ទើបម្ដាយបានស្ទុះមកឃាត់តែក៏មិនបានស្ដីបន្ទោប្តីចុងនោះឡើយក្មេងស្រីរងគ្រោះបានបន្ថែមថាលុះក្រោយមកទៀត
នាងធ្លាប់បាត់រដូវ3 4 ខែដែរហើយឪពុកចុងប្រាប់នាងឲ្យទៅទិញប្រដាប់តេះទឹកនោមមកពិនិត្យនឹងថាបើមានចាំទៅទិញថ្នាំមកទម្លាក់ចោលទៅលុះដល់ទៅលើកចុងក្រោយនៅវេលាម៉ោង 3:45 នាទីរសៀលថ្ងៃទី 3 ខែមេសាឆ្នាំ2026ខណៈដែលនាងកំពុងដេកមើលទូរស័ព្ទនៅក្នុងបន្ទប់ជួលឪពុកចុងបានចូលមកធ្វើសកម្មភាពចាប់រំលោភនាងរហូតបានសម្រេចម្ដងទៀតដោយសារតែទ្រាំនឹងទង្វើឪពុកចុងនេះតទៅទៀតលេងបានណាមួយខ្លាចថ្ងៃណាមួយត្រូវឪពុកចុងសម្លាប់បំបត្តិមាត់ផងទើបនាងដែលចិត្តទម្លាយរឿងប្រាប់ម្ដាយមីងនិងសុំឲ្យម្ដាយមីងជួយនាំនាងចេញពីផ្ទះមករកអ្នកសារព័ត៌មានឲ្យជួយនាំទៅប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ឪពុកចុងយកទៅចាត់ការតាមច្បាប់តែម្ដងតាមសម្ដីស្ត្រីជាម្ដាយមីងរបស់ក្មេងស្រីរងគ្រោះបានរៀបរាប់ប្រាប់ថានាងមិនបានដឹងទាល់តែសោះថាក្មួយស្រីត្រូវឪពុកចុងចាប់រំលោភដល់ទៅ4 ឆ្នាំព្រោះក្មួយស្រីទើបនឹងតាក់ទងមកនាងតាមទូរស័ព្ទត្អូញត្អែរំលាយការពិតទាំងទឹកភ្នែកប្រាប់ថានាងត្រូវឪពុកចុងចាប់រំលោភរាប់ភ្លេចនិងថែមទាំងគំរាមសម្លាប់ទើបនាងភ័យនិងសុំឲ្យនាងជាម្ដាយមីងជួយហេតុនេះនាងបានសម្រេចចិត្តទៅជួយក្មួយស្រីចេញពីផ្ទះជួលនោះរួចនាំនាងមកប្តឹងសមត្ថកិច្ចតែម្ដងលុះនាំក្មួយស្រីទៅដាក់ពាក្យបណ្ដឹងរួចហើយកម្លាំងសមត្ថកិច្ចក៏បានចុះឃាត់ខ្លួនជនសង្ស័យជាឪពុកចុងឈ្មោះសោមវិសាលទាំងយប់ថ្ងៃទី 9 ខែមេសាឆ្នាំ2026នាំយកមកសាកសួរស្ត្រីជាម្ដាយមីងក្មួយស្រីរងគ្រោះបានបន្តថាតាមអ្វីដែលសមត្ថកិច្ចប្រាប់គឺជនសង្ស័យជាឪពុកចុងឈ្មោះសោមវិសាលនោះបានឆ្លើយសារភាពឲ្យថាខ្លួនពិតជាបានចាប់រំលោភកូនស្រីដែលជាក្មេងស្រីរងគ្រោះប្រាកដមែនប៉ុន្តែជននេះឆ្លើយទទួលស្គាល់ត្រឹមថាគេបានចាប់រំលោភនាងបានសម្រេចចំនួន2 ដងនៅអំឡុងខែមេសាឆ្នាំ2026នេះដោយលើកទី1នៅថ្ងៃទី 3 ខែមេសានិងលើកទី 2នៅថ្ងៃទី 7 ខែមេសាត្រង់ថាប៉ុន្មានឆ្នាំមុននោះជនសង្ស័យមិនទាន់សារភាពនៅឡើយដោយឡែកស្ត្រីជាម្ដាយបង្កើតរបស់ក្មេងស្រីរងគ្រោះបានអះអាងថានាងទើបនឹងដឹងរឿងថាកូនស្រីត្រូវឪពុកចុងដែលជាប្តីចុងរបស់ខ្លួនចាប់រំលោភនៅពេលដែលសមត្ថកិច្ចចុះចាប់ប្តីដល់បន្ទប់កាលពីយប់ថ្ងៃទី 9 ខែមេសាឆ្នាំ2026ទើបធ្វើឲ្យនាងភ្ញាក់ខ្លួនដោយខ្មោច7 ថ្ងៃព្រោះកន្លងមកនាងពិតជាមិនដឹងសោះថាប្តីហ៊ានប្រព្រឹត្តអំពើបែបនេះចំពោះកូនស្រីមិនមែននាងជាម្ដាយបើកដៃឲ្យប្តីរំលោភកូនស្រីខ្លួនឯងដោយកូនស្រីចោទនោះឡើយស្ត្រីជាម្ដាយបានឲ្យដឹងថាមុនពេលដែលសមត្ថកិច្ចចុះចាប់ប្តីនៅថ្ងៃទី 9 ខែមេសាឆ្នាំ2026ប្អូនស្រីរបស់នាងបានមកបន្ទប់ជួលរបស់នាងនិងប្រាប់ថាសូមយកក្មួយស្រីដែលជាក្មេងស្រីរងគ្រោះទៅលេងប៉ុន្មានថ្ងៃតែនាងបានខាត់ដោយនិយាយថាឲ្យវាទៅអត់កើតទេព្រោះអត់មានអ្នកណាមើលប្អូនលុះបន្តិចក្រោយមកប្តីបានមកដល់បន្ទប់ជួលឮថាប្អូនស្រីចង់យកក្មួយស្រីទៅលេងក៏ប្រាប់ថាអត់មានអ្នកណាទៅយកវាមកវិញទេហើយពេលនោះប្អូនស្រីក៏និយាយថាបើមិនឲ្យទៅទេអញ្ចឹងនាងនាំក្មួយទៅរកទិញអ្វីមួយផ្លែតរួចក៏យកកូនស្រីនោះចេញទៅបាត់រហូតដល់យប់ឡើងក៏មានសមត្ថកិច្ចចុះចាប់ខ្លួនប្តីរបស់នាងទើបនាងភ្ញាក់ខ្លួនព្រឺតែម្ដងស្ត្រីជាម្ដាយបានបញ្ជាក់ថាក្នុងនាមជាម្ដាយនាងពិតជាតូចចិត្តណាស់ដែលមិនបានមើលថែកូនឲ្យបានដិតដល់ព្រោះតែរវល់ការងាររកស៊ីដោយគ្មានពេលសម្រាប់កូនលុះទម្រាំដឹងហួសពេលអស់ទៅហើយក្នុងនាមជាប្រពន្ធនិងជាម្ដាយនាងមិនដែលស្រឡាញ់ប្តីចោលកូននោះទេឬស្រឡាញ់កូនចោលប្តីឡើយគឺស្រឡាញ់ស្មើគ្នាតែបើប្តីធ្វើបែបនេះហើយមានតែច្បាប់កាត់ទោសទៅចោះនាងមិនកាន់ជើងប្តីដែលប្រព្រឹត្តទង្វើបែបនេះឡើយស្ត្រីជាម្ដាយក្មេងស្រីរងគ្រោះបានពោលពាក្យស្ដាយក្រោយយ៉ាងដូចនេះថាខ្ញុំតូចចិត្តណាស់ដែលធ្វើម៉ែគេតែខ្ញុំភ្លើណាស់គ្មានដឹងអីបន្តិចខ្ញុំអត់ដឹងមែនខ្ញុំអត់ដឹងអីទេសូម្បីតែវាយកមកប្តឹងប៉ូលីសក៏អត់ដឹងដែរដល់ពេលតែគេមកចាប់ប្តីទៅខ្ញុំឆ្ងល់ខ្ញុំទេសួរគេថាប្តីខ្ញុំគេចាប់ពីបទចាប់រំលោភកូនស្រីបានខ្ញុំដឹងខ្ញុំអត់ដឹងទេព្រោះខ្ញុំតែងតែទៅធ្វើការរោងចក្រវល់ល្ងាចពេលបានមកផ្ទះវិញសម្រាប់បានតែថ្ងៃអាទិត្យមួយថ្ងៃទេខ្ញុំតូចចិត្តណាស់ខ្ញុំធ្វើម៉ែគេអត់ដឹងខ្ញុំរវល់រកស៊ីអត់គិតពីកូនឲ្យម៉ែសុំទោសកូនដែលម៉ែមើលថែកូនមិនបានដិតដល់ពេលម៉ែដឹងគឺហួសពេលអស់ហើយ